ជំរាបសួរប្រិយមិត្តអ្នកទស្សនាទាំងអស់គ្នានៅក្នុងពិភពលោកដែលកំពុងស្ថិតនៅក្នុងយុគសម័យនៃការប្រកួតប្រជែងបច្ចេកវិទ្យាយ៉ាងស្រួយស្រាវប្រទេសកោះដ៏តូចមួយในអាស៊ីអាគ្នេយ៍បានបង្ហាញខ្លួនជាតួអង្គដ៏សំខាន់ដែលមិនអាចខ្វះបាននោះគឺប្រទេសសិង្ហបុរីទោះបីជាគ្មានធនធានធម្មជាតិនិងមានផ្ទៃដីតូចជាងអៀតក៏ដោយក៏សិង្ហបុរីបានកសាងខ្លួនឲ្យក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ដ៏ទំនើបបំផុតមួយនៅក្នុងវីដេអូថ្ងៃនេះយើងនឹងស្វែងយល់អំពីអត្តសញ្ញាណជាតិដ៏រឹងមាំនិងអ្នកដឹកនាំដែលនៅពីក្រោយភាពជោគជ័យការរីកចម្រើនបច្ចេកវិទ្យាដ៏អស្ចារ្យនិងការវិនិយោគដ៏មហិមាដែលកំពុងផ្លាស់ប្ដូរអនាគតទី1អត្តសញ្ញាណរបស់ប្រទេសសិង្ហបុរីដើម្បីយល់ដឹងពីភាពជោគជ័យរបស់សិង្ហបុរីយើងត្រូវយល់ពីអត្តសញ្ញាណរបស់ពួកគេជាមុនសិនអត្តសញ្ញាណរបស់ប្រទេសសិង្ហបុរីត្រូវបានកើតឡើងដោយស្មារតីតស៊ូនិងភាពធន់ដែលគេស្គាល់ថាជារដ្ឋកោះតូចដែលមានភាពធន់ The Little Redwood ការយល់ដឹងថាជាប្រទេសតូចគ្មានធនធានធម្មជាតិបានជំរុញឲ្យពួកគេចាត់ទុកមនុស្សនិងចំណេះដឹងជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតនេះបានបង្កើតជាវប្បធម៌មួយដែលតែងតែត្រៀមខ្លួនជានិច្ចសម្រាប់ការផ្លាស់ប្ដូរនិងការរៀនសូត្រឥតឈប់ឈរដើម្បីរស់រាននិងឈានមុខគេនៅក្នុងឆាកអន្តរជាតិលើកពីនេះសង្គមសិង្ហបុរីត្រូវបានគេស្គាល់តាមរយៈប្រសិទ្ធភាពការងារខ្ពស់និងវិន័យ Digital ដ៏តឹងរ៉ឹងពួកគេបានប្រែក្លាយដែនកោះនេះឲ្យទៅជា Smart Nation ឬជាតិវៃឆ្លាតដែលបច្ចេកវិទ្យាត្រូវបានបញ្ចូលទៅក្នុងគ្រប់ទិដ្ឋភាពនៃជីវិតប្រចាំថ្ងៃចាប់ពីការធ្វើដំណើរតាមប្រព័ន្ធដឹកជញ្ជូនសាធារណៈដ៏ទំនើបរហូតដល់ការផ្ដល់សេវាសាធារណៈតាមប្រព័ន្ធ Digital ដ៏មានសុវត្ថិភាពស្មារតីនិងកិច្ចសហការនិងទំនុកចិត្តគឺជាស្នូលនៃអត្តសញ្ញាណជាតិដែលជំរុញឲ្យពួកគេបោះជំហានទៅមុខជានិច្ចទី2អ្នកដឹកនាំបច្ចុប្បន្ននិងចក្ខុវិស័យយុទ្ធសាស្ត្រភាពជោគជ័យដែលយើងឃើញសពថ្ងៃនេះគឺការចេញពីចក្ខុវិស័យដ៏មុតស្រួចនិងការដឹកនាំដ៏មានប្រសិទ្ធភាពរបស់អ្នកដឹកនាំសិង្ហបុរីនៅក្នុងនាមជានាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Lawrence Wong បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរៀបចំអនាគត Digital របស់ប្រទេសលោកបានដាក់ចេញនូវយុទ្ធសាស្ត្រ Smart Nation 2.0 ដែលផ្ដោតទៅលើសសរស្តម្ភសំខាន់ចំនួន3គឺទំនុកចិត្តកំណើននិងសហគមន៍ចក្ខុវិស័យរបស់លោកគឺធ្វើឲ្យសិង្ហបុរីក្លាយទៅជាផ្ទះដ៏កក់ក្ដៅនិងទំនើបសម្រាប់មនុស្សគ្រប់រូបដោយធានាថាបច្ចេកវិទ្យាត្រូវបានប្រើប្រាស់ដើម្បីលើកកម្ពស់គុណភាពជីវិតនិងបង្កើតឱកាសការងារថ្មីៗសម្រាប់ប្រជាពលរដ្ឋលោក Lawrence Wong បានចាត់ទុកបញ្ញាសិប្បនិម្មិត AI ជាបច្ចេកវិទ្យាកំណត់សម័យកាលរបស់យើងលោកបានដឹកនាំផ្ទាល់នៅក្រុមប្រឹក្សា AI ជាតិដើម្បីធានាថាសិង្ហបុរីនឹងក្លាយទៅជាកន្លែងដែល AI ត្រូវបានប្រើប្រាស់ដើម្បីផលប្រយោជន៍រួមនិងការអភិវឌ្ឍវិទ្យាសាស្ត្រក្រុមការដឹកនាំរបស់លោករដ្ឋាភិបាលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងវិស័យឯកជនដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាដែលបើកចំហមានសុវត្ថិភាពនិងមានក្របខ័ណ្ឌសីលធម៌ត្រឹមត្រូវដែលអាចធ្វើឲ្យសិង្ហបុរីប្រកួតប្រជែងជាមួយនឹងប្រទេសឈានមុខដទៃទៀតបានយ៉ាងស្មើមុខស្មើមាត់ទី3ការរីកចម្រើនបច្ចេកវិទ្យានៅក្នុងប្រទេសឥឡូវនេះយើងមកពិនិត្យមើលការរីកចម្រើនបច្ចេកវិទ្យាជាក់ស្ដែងដែលកំពុងកើតមាននិងជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងប្រទេសសិង្ហបុរីបានក្លាយជាកន្លែងដំបូងគេដែលអនុញ្ញាតឲ្យបញ្ញាសិប្បនិម្មិត AI នៅក្នុងកម្រិតជាតិយ៉ាងទូលំទូលាយតាមរយៈយុទ្ធសាស្ត្រជាតិ AI ចំនួនទី2ពួកគេបានបង្កើត model ភាសាខ្នាតតូចនិងប្រព័ន្ធស្វ័យប្រវត្តិកម្មដែលជួយសម្រួលដល់ការគ្រប់គ្រងទីក្រុងការផ្ដល់សេវាកម្មសុខាភិបាលនិងការអភិវឌ្ឍសេដ្ឋកិច្ច Digital យ៉ាងមានប្រសិទ្ធភាពទន្ទឹមនឹងនេះវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់សិង្ហបុរីកំពុងនាំមកគេនៅក្នុងការទូទាត់ Digital ឆ្លងដែននិងបច្ចេកវិទ្យា Blockchain នៅក្នុងវិស័យបច្ចេកវិទ្យាបៃតងសិង្ហបុរីកំពុងសម្រេចបាននូវវឌ្ឍនភាពដ៏អស្ចារ្យដូចជាការផលិតពន្លឺព្រះអាទិត្យលើផ្ទៃទឹកនិងការអភិវឌ្ឍបច្ចេកវិទ្យាចាប់យកកាបូនលើសពីនេះតំបន់ Biopolis របស់សិង្ហបុរីបានក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រឈានមុខគេដែលទាក់ទាញក្រុមហ៊ុនឱសថលំដាប់ពិភពលោកឲ្យមកវិនិយោគនិងអភិវឌ្ឍឱសថចំនួនថ្មីសម្រាប់ព្យាបាលជំងឺកាចសាហាវផ្សេងៗទី4ការវិនិយោគលើបច្ចេកវិទ្យាបច្ចុប្បន្ន
ដើម្បីរក្សាភាពឈានមុខគេនៅក្នុងពិភពលោកសង្ហបុរីបានបោះទុនវិនិយោគយ៉ាងសន្ធឹកសន្ធាប់លើវិស័យបច្ចេកវិទ្យាស្នូលនិងធនធានមនុស្សនៅក្នុងឆ្នាំ2026នេះរដ្ឋាភិបាលបានបញ្ចេញកញ្ចប់ថវិកាបន្ថែម$120 លានសង្ហបុរីសម្រាប់គម្រោង AI for Science ដើម្បីជំរុញការស្រាវជ្រាវបែបវិទ្យាសាស្ត្រដោយប្រើប្រាស់ AI លើសពីនេះសង្ហបុរីបានវិនិយោគជិត$300 លានលើបច្ចេកវិទ្យា Quantum ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រជំនាន់ក្រោយនិងពង្រឹងសន្តិសុខ Digital ឲ្យកាន់តែរឹងមាំការវិនិយោគដ៏សំខាន់បំផុតមួយគឺការបណ្ដុះបណ្ដាលកម្លាំងពលកម្មសង្ហបុរីមានគោលដៅបង្កើនចំនួនអ្នកជំនាញ AI ឲ្យដល់ទៅ15,000 នាក់ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលអនាគតទន្ទឹមនឹងនេះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបៃតងដូចជាអ៊ីដ្រូសែនកាបូននិងកំពុងត្រូវបានជំរុញយ៉ាងខ្លាំងក្លាដើម្បីសម្រេចបាននូវគោលដៅបំភាយអូស្មန်សូន្យសុទ្ធត្រឹមឆ្នាំ2050ទាំងនេះសបញ្ជាក់ឲ្យឃើញថាសង្ហបុរីមិនត្រឹមតែប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេប៉ុន្តែថែមទាំងការវិនិយោគលើអនាគតនៃមនុស្សជាតិទៀតផងជាចុងក្រោយយើងឃើញថាសង្ហបុរីគឺជាគំរូដ៏អស្ចារ្យនៃការរួមបញ្ចូលគ្នារវាងអត្តសញ្ញាណជាតិដ៏រឹងមាំនិងការដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយនិងការវិនិយោគដ៏ឆ្លាតវៃលើបច្ចេកវិទ្យាតាមរយៈការត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគតសង្ហបុរីបានបង្ហាញឲ្យពិភពលោកឃើញថាភាពជោគជ័យមិនអាស្រ័យលើទំហំនៃផ្ទៃដីនោះទេប៉ុន្តែអាស្រ័យលើឆន្ទៈការច្នៃប្រឌិតនិងនវានុវត្តន៍ឥតឈប់ឈរ